តោះបងប្អូនទាំងអស់គ្នាមករៀនពើម៉ូដនេះទាំងអស់គ្នាហើយម៉ូដនេះគឺជាកញ្ចក់ម៉ូដថ្មីរបស់ខ្ញុំដែរទៅខ្ញុំឆ្លាញ់ខ្លាំងមែនតើដោយសារតែវាអត់ឆៅហើយក៏វាអត់អន់ពេកដែរអញ្ចឹងយើងមកសាកធ្វើទាំងអស់គ្នាហើយដំបូងឡើយគឺនៅពេលដែលយើងរុះសាច់កញ្ចក់រុះអីហើយហ្នឹងហើយកាត់សាច់កាត់អីហើយស្អាតមកគឺយើងត្រូវមកលាប base coat ហ្នឹងហើយទឹកភ្ជាប់ហើយទឹកភ្ជាប់នេះគឺអត់បានទេបងប្អូនទាំងអស់គ្នាតែកាលណាអត់លាបអាហ្នឹងគឺវាធ្វើឲ្យកញ្ចក់របស់យើងឆាប់លបើកមែនតើហើយការលាបរបស់យើងហ្នឹងក៏យើងត្រូវលាបឲ្យដល់គុលកញ្ចក់យើងឲ្យគៀកគុលហ្នឹងហើយកុំឲ្យវាជាប់គុលហ្នឹងហើយតែជាប់គុលគឺកញ្ចក់យើងអត់ជាប់បានយូរដូចគ្នាហ្នឹងហើយវាអាចជ្រាបទឹកជ្រាបអីចឹងណាហើយនៅពេលដែលយើងលាបហ្នឹងគឺយើងកុំភ្លេចចង់និយាយថាយើងលាបអាចុងកញ្ចក់របស់យើងផងណាតែកាលណាយើងអត់លាបនៅខាងចុងហ្នឹងក៏វាអាចជ្រាបទឹកចូលពីខាងចុងកញ្ចក់របស់យើងធ្វើឲ្យកញ្ចក់របស់យើងហ្នឹងឆាប់លបើកឆាប់របកអីដែរហ្នឹងហើយបន្តមកទៀតគឺយើងត្រូវលាបពណ៌អញ្ចឹងខ្ញុំកាត់ដោយសារតែយើងលាបពណ៌ខ្មៅលាបពណ៌អីហ្នឹងគឺបងប្អូនទាំងអស់គ្នាប្រហែលចេះហើយហ្នឹងហើយលាបធម្មតាទេហើយសម្រាប់កញ្ចក់ដែលខ្ញុំកំពុងតែលាបហ្នឹងគឺខ្ញុំលាបពួក cat eye ហ្នឹងហើយពួកនៅខ្មែរយើងគេហៅថាជែលឆក់ហ្នឹងហើយជែលឆក់អញ្ចឹងគឺខ្ញុំប្រើជែលឆក់ពណ៌រៀងប្រាក់ខ្លាំងក៏មិនសក៏មិនដែរហ្នឹងហើយវានៅរៀងកណ្ដាលដែរអញ្ចឹងគឺយើងលាបហើយយើងឆក់វាឲ្យចេញទម្រង់មូលនៅខាងផ្ទៃកញ្ចក់របស់ខ្ញុំហ្នឹងហើយសម្រាប់ទុកគូសក្រោមទៅគឺវាស្អាតហើយសម្រាប់មេដៃហើយនឹងម្រាមកណ្ដាលរបស់ខ្ញុំគឺខ្ញុំមកបន្ថែមផ្កាពណ៌រៀងពណ៌សហ្នឹងហើយដោយសារតាបន្តិចទៀតហ្នឹងគឺវាដល់រដូវផ្ការីកដែរហើយអញ្ចឹងក៏ចង់បន្ថែមផ្កាបន្ថែមអីទៅឲ្យវាមានម៉ូដមានអីស្អាតអញ្ចឹងហ្នឹងហើយការគូសផ្កាហ្នឹងមុនពេលដែលយើងគូសគឺយើងត្រូវយក gel cleanser យកមកលាបហ្នឹងហើយយកមកជូតនិយាយលេងត្រូវហើយបងប្អូនទាំងគ្នាហើយហ្នឹងហើយវាទៅជាប់មាត់មិនទេហ្នឹងហើយអញ្ចឹងបកមកវិញគឺយើងត្រូវយកទឹក gel cleanser ហ្នឹងយកមកសម្អាតវាម្សាដើម្បីឲ្យវាអស់អាជាតិស្អិតនៅលើកញ្ចក់របស់យើងណាហើយពេលដែលយើងលាបវាទៅគឺវាអត់រាលវាអត់រីកអីហូរក្លែកខ្លាក់អីហ្នឹងហើយអញ្ចឹងបានគេឲ្យយើងប្រើហ្នឹងដើម្បីងាយស្រួលក្នុងការយើងគូសម៉ូដគូសអីហើយផ្កាហ្នឹងគឺខ្ញុំមិនគូសផ្កាហើយខ្ញុំចោលខ្ញុំបន្ថែមនៅខាងគៀបផ្កាហ្នឹងផ្លេកពណ៌មាសហើយនៅខាងទម្រង់កញ្ចក់ផ្កាហ្នឹងគឺខ្ញុំប្រើក្រោមពណ៌ rose gold ហ្នឹងហើយមិនពណ៌មាសទេពណ៌ rose gold យកមកដាក់វាមួយសាទៀតប៉ុន្តែខ្ញុំអត់បានថតបងប្អូនទាំងគ្នាដោយសារតាភ្លេចថតហ្នឹងហើយដាក់មកទៅក៏ភ្លេចថតទៅអញ្ចឹងសូមអធិស្ឋានផងដែរហើយនិយាយទៅការធ្វើវីដេអូហ្នឹងខ្ញុំអត់សូវចង់ធ្វើប្រហែលទេបងប្អូនទាំងគ្នាដោយសារតែ view ពេកយើងនៅថតយើងនៅតម្រង់អីអញ្ចឹងវាស៊ីពេលខ្ញុំខ្លាំងមែនតើប៉ុន្តែបើខ្ញុំអត់ថតទេនៅពេលដែលភ្ញៀវខ្ញុំមកខ្ញុំថតពេលខ្ញុំធ្វើឲ្យភ្ញៀវខ្ញុំគឺ view ហ្នឹងហើយដោយសារតែភ្ញៀវក៏ប្រញាប់ទៅផ្ទះដែរអញ្ចឹងគឺខ្ញុំត្រូវតែធ្វើនៅលើដៃខ្លួនឯងហើយប្រហែលបងប្អូនទាំងអស់គ្នាអញ្ចឹងឯងខ្លាចបងប្អូនទាំងអស់គ្នាអត់ដឹងថាខ្ញុំនឹងជាជាងកញ្ចក់ម្នាក់ដែរហ្នឹងហើយបើចង់ធ្វើកញ្ចក់ធ្វើអីអាចមកកន្លែងខ្ញុំបានណាហ្នឹងហើយកន្លែងខ្ញុំគឺខ្ញុំបើកនៅផ្ទះខ្លួនឯងទេអញ្ចឹងគឺវាមានភាពឯកជនស្រួលណាអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់ធ្វើកញ្ចក់អាចទាក់ទងមកខ្ញុំបានអញ្ចឹងត្រឡប់មកវិញមកការធ្វើកញ្ចក់របស់យើងគឺខ្ញុំប្រើជែលតកកយកមកគូសវាបែបហ្នឹងហ្នឹងហើយដើម្បីគូសក្រោមប៉ុន្តែខ្ញុំអត់បានថតទេបងប្អូនអ្នកគ្នាចូលមកដល់កញ្ចក់ដៃមួយនេះគឺខ្ញុំប្រើក្រោមដែរខ្ញុំក៏ប្រើក្រោម rose gold នឹងដែរហ្នឹងហើយអត់យកក្រោមផ្សេងទេដើម្បីឲ្យវាស៊ីជាមួយគ្នាហើយអានេះសម្រាប់កញ្ចក់មួយនេះគឺខ្ញុំអត់ប្រើម៉ាតទេនឹងអត់ប្រើទឹកអាឡូងស្ងួតណាអត់ប្រើទេគឺខ្ញុំយកឈើប៉ងរុះហ្នឹងយកមករុះជាតិអាឡូងឲ្យអស់ទៅហើយខ្ញុំប្រើក្រោមយកមករុះហ្មងហើយប្រើបែបនេះគឺស្រួលខ្លាំងមែនទេបងប្អូនទាំងអស់គ្នាវាអត់ជាប់កញ្ចក់លើផ្ទៃកញ្ចក់ដូចខ្ញុំប្រើនេះទេខ្ញុំប្រើទឹកអាឡូងស្ងួតណាខ្ញុំប្រើទឹកអាឡូងស្ងួតគឺវាជាប់តែបើខ្ញុំរុះបែបនេះគឺវាអត់ជាប់ទេអញ្ចឹងមិនសិនជាបងប្អូនទាំងអស់គ្នាប្រើទឹកអាឡូងស្ងួតហើយតែវានៅតែជាប់ណាអញ្ចឹងអាចសាកល្បងធ្វើវិធីបែបហ្នឹងបានតំនីឲ្យថាអូយស្រួលជាងយើងលាបទឹកអាឡូងស្ងួតហ្នឹងទៀតណាអូខេបងប្អូនទាំងគ្នាបន្ទាប់ពីយើងdesign mode design អីហើយអស់ហើយគឺយើងមកលាបទឹកអាឡូងពីលើហ្នឹងគេហៅថា top coat ហ្នឹងហើយ top coat ហ្នឹងសំខាន់ដែរហ្នឹងហើយវាជួយការពារកញ្ចក់យើងហ្នឹងហើយកុំឲ្យឆ្កូតកុំឲ្យអីឲ្យវារឹងមាំបន្ថែមទៀតណាអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំលាប2ដងដោយសារទឹកអាឡូងខ្ញុំហ្នឹងវាមិនមែនជាទឹកអាឡូងក្រាស់ហ្នឹងហើយវាមិនជាជែលក្រាស់អញ្ចឹងខ្ញុំត្រូវការលាប2តង់ទៅឲ្យវារៀង
ក្នុងអារម្មណ៍ខ្ញុំវាធឹនហេចឹងហ្នឹងហើយហើយនេះគឺជាលទ្ធផលបងប្អូនតាគ្នាក្រោយពេលដែលយើងលាបនឹងហើយយើងអាំងស្ងួតមកកុំភ្លេចលាបឲ្យគល់កញ្ចក់យើងផងដើម្បីកុំឲ្យវាស្ងួតខ្លាំងពេកហើយវាមើលទៅគឺអូ look clean ហ្មងស្អាតខ្លាំងមែនទែនម៉ូតនេះមិនដែរបងប្អូនតាគ្នាអញ្ចឹងបើសិនជាចង់ធ្វើម៉ូតនេះអាចមកធ្វើនៅកន្លែងខ្ញុំបានណាឬក៏អាចរៀនធ្វើតាមនៅផ្ទះខ្លួនឯងក៏បានដែរបងប្អូនតាគ្នាហ្នឹងហើយអរគុណច្រើន